រឿងព្រះទេសថេរព្រះបរមសាស្តាទ្រង់ប្រារព្ធព្រះទេសថេរព្រះថេរៈជាព្រះរាជឱរសរបស់ព្រះបិតុច្ឆានៃព្រះអង្គលោកបានមកបួសជាភិក្ខុក្នុងព្រះពុទ្ធសាសនានៅពេលដែលមានវ័យចាស់ជរាភាពហើយលោកមិនដែលធ្វើវត្តប្រតិបត្តិគោរពចំពោះភិក្ខុដែលជាអាគន្តកៈដែលមានវស្សាចាស់ជាងខ្លួនតាមព្រះវិន័យឡើយព្រះសាស្តាទ្រង់ត្រាស់បង្គាប់ឲ្យព្រះទេសៈសុំខមាទោសចំពោះភិក្ខុអាគន្តកៈទាំងនោះតែព្រះទេសៈជជែកមិនព្រមធ្វើតាមព្រះរាជបញ្ជារបស់ព្រះអង្គសោះគ្រានោះព្រះសាស្តាទ្រង់ត្រាស់សម្ដែងអតីតនិទានរបស់ព្រះទេសៈដូចតទៅនេះនៅក្នុងជាតិដែលព្រះទេសៈនោះកើតជាតាបសឈ្មោះទេវិលៈព្រះអង្គកើតជាតាបសឈ្មោះនិរតៈតាបសទាំងពីរអង្គនេះបានឆ្លោះទាស់ទែងគ្នាយ៉ាងខ្លាំងរហូតដល់ព្រះរាជាក្រុងពរាណសីស្ដេចយាងទៅជួយរម្ងាប់ការវិវាទទាស់ទែងគ្នានេះហើយទ្រង់បានឲ្យទេវិលៈតាបសសុំខមាទោសនិរតៈតាបសយ៉ាងដូច្នេះហើយក៏ទេវិលៈតាបសនៅតែមិនព្រមសុំខមាទោសតាបសទៀតជជែករឹងរូសមិនព្រមស្ដាប់មិនព្រមធ្វើតាមតាំងតែពីជាតិនោះមករហូតដល់ជាតិបច្ចុប្បន្ននេះហើយព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាអកោឆេមាំងអវធិមាំងអជិនិមាំងអហាសិមេយេតាំងឧបយន្តិវេរាំងតេសាំងអ្នកសម្មតិអកោឆេមាំងអវធិមាំងអជិនិមាំងអហាសិមេយេចតាំងនូបយន្តិវេរាំងតេសោបសម្មតិជនទាំងឡាយណាចង់សេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថាអ្នកនោះបានជេរអញអ្នកនោះបានវាយអញអ្នកនោះបានឈ្នះអញអ្នកនោះបានលួចរបស់អញពីរបស់ជនទាំងឡាយនោះនឹងមិនស្ងប់រងាប់ឡើយឯជនទាំងឡាយណាមិនចូលទៅចងសេចក្តីក្រោធខឹងនោះទុកយ៉ាងនេះថាអ្នកនោះបានជេរអញអ្នកនោះបានវាយអញអ្នកនោះបានឈ្នះអញអ្នកនោះបានលួចទ្រព្យរបស់អញពីវេរារបស់ជនទាំងឡាយនោះនឹងរងាប់ស្ងប់បានក្នុងកាលចប់ព្រះគាថាព្រះធម៌ទេសនាភិក្ខុ100,000អង្គបានសម្រេចព្រះអរិយផលទាំងឡាយមានសោតាបត្តផលជាដើមព្រះធម៌ទេសនាមានគុណប្រយោជន៍ដល់ជនជាច្រើនព្រះទេសៈសូម្បីតែធ្លាប់ជាជនប្រដៅក្រក៏បានក្លាយជាមនុស្សប្រដៅងាយហើយដូច្នោះឯងអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1ទំព័រ82ដល់97នៃព្រះសុត្តណបិដកលេខ52ទំព័រទី21ចប់សូមអនុមោទនា